អក្សរ A R គឺសូរសំឡេង R R អញ្ចឹងយើងទៅប្រកបជាមួយនឹងពាក្យផ្សេងៗទី1គឺយើងប្រកបខាងដើមពាក្យប្រកបខាងដើមពាក្យណាដូចជាពាក្យ art art អញ្ចឹង a th art ដូចជាពាក្យ arm 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 ទី2ការប្រកបខាងចុងពាក្យអញ្ចឹងការប្រកបខាងចុងពាក្យឧទាហរណ៍ដូចជាពាក្យ car car k a car ជាបន្ទាប់ far far f a far ហើយទី3គឺការប្រកបនៅចំកណ្ដាលពាក្យឧទាហរណ៍ដូចជាពាក្យ start start s t st a th start start ជាបន្ទាប់ bark bark b a k bark